ដំណឹងថ្មីក្តៅបន្ទាន់ពីប្រទេសថៃពេលនេះថៃបណ្ដាសាកាន់តែរីករាលដាលធំទៅហើយថ្ងៃនេះជនជាតិថៃពូជសាសន៍ថៃនឹងងាប់អស់22នាក់លបួស55នាក់ខេត្តនគររាជសីមាវេលាម៉ោង9ព្រឹកថ្ងៃទី14ខែមករានេះបានបាក់ដងស្ទូចលើស្ពានបេតុងធ្វើផ្លូវរថភ្លើងលបឿនលឿនបានធ្លាក់បាក់សង្កត់រថភ្លើងដែលកំពុងធ្វើដំណើរដឹកអ្នកដំណើរនឹងបណ្ដាលឲ្យរថភ្លើងនឹងធ្លាក់ផ្លូវស្លាប់22នាក់និងលបួស55នាក់រថភ្លើងដឹកអ្នកដំណើរនឹងចេញពីក្រុងបាងកកឆ្ពោះទៅខេត្តឧបលរាជធានីបានធ្លាក់ផ្លូវហើយឆាបឆេះគេរកឃើញអ្នកលបួសនឹង55នាក់ហើយអ្នកស្លាប់នឹង22នាក់ទទួលយកទៅប្រទេសថៃមិនសើចមិនយំទេអ្នកឯងកំពុងតែធ្វើទេវតាកំពុងតែមើលសាងអីទទួលនឹងតន់ហន់ភ្លាមហ្មងតាំងពីថ្ងៃចូលថ្ងៃ1មកតឥឡូវនេះវិនិស្សកម្មរបស់ប្រទេសថៃគឺជួបបន្តបន្ទាប់រហូតដល់ធ្ងន់ធ្ងរជាងនឹងទៀតរៀលដាពីទូចទៅធំឥឡូវធំម្ដងបន្តិចហើយនៅមានអាធ្ងន់ជាងនឹងទៀតដោយសារឥឡូវនេះអ្នកឯងកំពុងតែប្រមាថនៅលើទឹកដីខ្មែរពួកអ្នកឯងវាយបំផ្លាញប្រាសាទនៅលើទឹកដីខ្មែរហើយពួកអ្នកឯងមកសង់ព្រះពុទ្ធបដិមានៅលើភ្នំខ្មែរទាំងពីរនឹងហើយសង្កត់អឋានទៀតរងចាំមើលលទ្ធផលដែលពួកអ្នកឯងទទួលទាំងអស់គ្នាពេលនេះបារមីប្រាសាទព្រះវិហារបង្ហាញរដ្ឋហើយបណ្ដាសារបស់ប្រាសាទព្រះវិហារដែលដាក់ទៅលើប្រជាជនថៃគឺបានផលហើយនេះគឺជាដងក្រែននៅលើប្រាសាទព្រះវិហារដែលពួកថៃវាទម្លាក់គ្រាប់បែកកំទេចចោលដូចគ្នាបែបិទអត់ខុសពីដងសន្ទូចដែលធ្លាក់បាក់ងាប់ប្រជាជនអាពូជសាសន៍ថៃនឹងច្រើនអ្នកថ្ងៃនេះទេព័ត៌មានข่าวសតរបស់ប្រទេសថៃមកដល់ម៉ោងនេះអ្នកងាប់នឹងងាប់38អ្នកហើយលបួស67អ្នកបាត់ខ្លួន4អ្នកទៀតម៉ោងនេះពេលនេះពួកវានៅតែរករកខ្មោចប្រជាជនវាទៀតទេអត់ទាន់អស់ទេបណ្ដាសារបស់ប្រាសាទព្រះវិហារគឺចូលមកដល់ហើយបារមីនេះដែលនៅលើប្រាសាទព្រះវិហារដាច់ខ្លួនជាពីរហ្នឹងក៏ចូលលុកលុយដែរពួកអ្នកឯងទទួលយកទៅសាងអីបាននឹងតន់ហន់ណាស់ហើយនៅមានខ្លាំងជាងនឹងទៀតវិនិស្សកម្មទាំងនេះទៅតែជាការចាប់ផ្ដើមទេពួកអ្នកឯងទូទាំងប្រទេសត្រៀមខ្លួនទទួលយកអ្វីដែលពួកអ្នកឯងបំផ្លាញប្រទេសខ្មែរបំផ្លាញប្រាសាទខ្មែរដដើមទឹកដីខ្មែរសម្រាប់ប្រជាជនខ្មែរសម្រាប់កងទ័ពខ្មែរពេលនេះកាន់តែពិសេសសម្រាប់ប្រជាជនភៀសសឹកយើងទៀតហើយអបអរសម្រាប់ប្រជាជនភៀសសឹកយើងផងក្រុមហ៊ុនភេសជ្ជៈបើកម្លាំង Idol ក៏អត់នៅស្ងៀមអោបដៃឈរមើលប្រជាជនភៀសសឹកយើងដែរ Idol តែងតែនៅជិតបងប្អូនប្រជាជនហើយក៏ជួយឧបត្ថម្ភរយរហូតមកដែរពេលនេះក្រុមហ៊ុនភេសជ្ជៈបើកម្លាំង Idol ឧបត្ថម្ភកង់1000កង់ដល់ប្រជាជនភៀសសឹកយើងទាំងអស់ Idol ជូលៀនយើងគាត់សកម្មមែនទែនក្នុងការជួយប្រជាជនភៀសសឹក Idol នឹងដឹកកង់ទៅតង់ទី1សិនព្រោះបញ្ញាប់ជួយបងប្អូនដែលត្រូវការពិតជាពិសេសហើយរំភើបជំនួសបងប្អូនប្រជាជនដែលខ្វះខាតហើយភៀសសឹកហ្នឹងខ្ញុំតែងតែឃើញក្រុមហ៊ុន Idol នៅជាមួយបងប្អូនប្រជាជនភៀសសឹកយើងនិងអ្នកដែលត្រូវការជំនួយរហូតមក Okay everyone, I would like to know if everyone is ready for the process because we bring already the truck right here and I want everyone bring bicycle one by one on the truck. People need our help. So yeah, I come here. What about the process? Everything is fine? Yes, our bikes have been finished for about 50% and we only have 50% more left to go. Yeah, good quality. Very good quality. Let's go guys. Very carefully when you put the bicycle directly on